đầy sắc lên rùa thó ngập nhầm sớm bằng công của pre cho pre tăng bờ năng ai chẳng nhiệt dùm bột bò sạch năng ai đạp bò bò đường rào tệ tồn tới nâng cô đa kia ra sà la ni prem hà vòn đại chỉ ram bò bị khổ này xong là bị khổ này xong cả một cái bò phốt cứ khăn ram đi nhiệt dùm đó khăn cô đa kia ra sà la ni prem hà vòn đi ai tì ni phong đaiก็ជាទីបំពោះនៃសាកយានីទាំង500អង្គណាផងដែរហើយក៏ជាទីកន្លែងដែលភិក្ខុនៃសង្ឃដឹងគុណចំពោះព្រះមហាអនន្តបានរៀបចំធ្វើនៅព្រះស្ដូបដ៏ធំដែលញាតិញោមមើលឃើញពីមុខហ្នឹងគឺថាព្រះស្ដូបសម្រាប់ឧទ្ទិសការដឹងគុណចំពោះព្រះអនន្តថេរដ៏មានអាយុដែលលោកជួយសុំការអនុញ្ញាតអំពីព្រះសម្មាសម្ពុទ្ធឲ្យស្ត្រីក្នុងលោកបានបួសក្នុងសាសនានេះចឹងបានជាភិក្ខុនីបានរៀបចំកសាងព្រះស្ដូបនេះឡើងហើយក៏ជាទីកន្លែងណាដែលព្រះបាទធម្មសោកនឹងបោះបង្គោលសសរស្ដំញាតិញោមមើលចំពីមុខនឹងគឺសសរស្ដំធំណាស់ហើយមានសត្វសឹងនៅខាងលើហើយសសរស្ដំក្នុងទីនេះស្អាតជាងទីណាទាំងអស់ញាតិញោមណាអត់មានបាក់បែកខូចខាតអីទេសសរស្ដំកាលនៅតាមទីពុទ្ធស្ថានផ្សេងនឹងសសរស្ដំខ្លះក៏ដួលដេកទៅក្នុងដីសរសំខ្លះក៏បាក់សល់ពាក់កណ្ដាលអីចឹងទៅតែសសរស្ដំក្នុងទីនេះមិនមានការបាក់បែកអីទេនៅល្អជាងគេបំផុតនៅក្នុងពុទ្ធស្ថាននេះយ៉ាងវិញទៀតទីនេះក៏មានស្រះមួយនៅចំពីមុខញាតិញោមនេះដំណើររឿងរ៉ាវគឺថាពពួកស្វាទាំងឡាយចូលមកកាយដីក្នុងទីនេះដោយគិតថានឹងថ្វាយទឹកដល់ភិក្ខុនៃសង្ឃនៅក្នុងពុទ្ធសាសនានេះដោយអំណាចនៃសត្វស្វាទាំងអស់ហ្នឹងកើតជាស្រះយ៉ាងធំញាតិញោមណាហើយក៏ជាទីកន្លែងដ៏សំខាន់សម្រាប់ព្រះបានព្រះអរហន្តដែលព្រះអង្គទ្រង់យាងមកក្នុងទីនេះគឺយុសកាកន្តកបុត្រដែលបាននាំនៅភិក្ខុសង្ឃចំនួន1,200,000 អង្គញាតិញោមច្រើនដែរញាតិញោមណាមកទីនេះដើម្បីប្រពធ្វើនៅទុតិយសង្ឃាយនាតែទុតិយសង្ឃាយនាមិនបានធ្វើនៅវត្តនេះទេធ្វើនៅវាលិការាមនៅឆ្ងាយពីនេះប្រហែលជាដើរទៅមហត់ធំញាតិញោមណាប្រហែលជា2 ឬ 3 ម៉ោងដល់ហ្នឹងឯងហើយទីនេះឯងដែលពួកបច្ជីបុត្រនឹងចម្រាស់រឿងកថាវត្ថុ10យ៉ាងនោះហើយដំណើររឿងរ៉ាវនៅក្នុងទីនេះខ្ញុំកណាខ្ញុំបាទនឹងរតនាដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់កណាគុណម្ចាស់ស្ដាប់ដោយសេចក្តីសង្ខេបនៅក្នុងឱកាសពេលនេះនឹងរៀបរាប់ដំណើររឿងរ៉ាវកាលព្រះដ៏មានពភាកព្រះអង្គគង់ចាំភាសានៅវត្តនិក្រូធធារាមនៃក្រុងកបិលពោះនោះថ្ងៃមួយព្រះនាងបជាបតិកោតមីដែលជាព្រះមេតុច្ឆារបស់ព្រះអង្គនឹងបានចូលមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដើម្បីសុំព្រះអង្គបួសនៅក្នុងពុទ្ធសាសនាថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរនឹងពោលថាបពិតព្រះដ៏មានជោគសូមព្រះអង្គមេត្តាអនុគ្រោះឲ្យស្ត្រីបានបួសនៅក្នុងសាសនារបស់ព្រះអង្គដែលព្រះអង្គបានជ្រាបហើយនៅក្នុងធម៌របស់ព្រះអង្គនោះតែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មិនអនុញ្ញាតឲ្យស្ត្រីទាំងឡាយបួសនៅក្នុងពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធទេរហូតដល់នាងមហាបជាបតិកោតមីសុំអស់វរៈ3 ដងទៀតណានៅតែព្រះសម្មាសម្ពុទ្ធមិនទ្រង់អនុញ្ញាតឲ្យស្ត្រីនឹងបួសក្នុងពុទ្ធសាសនាដែរនៅក្នុងវស្សាទី5ញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គស្ដេចយាងមកកាន់គោដាគិរសាលានាព្រៃមហាវត្តនេះ
មួយលើដោយភិក្ខុសង្ឃហើយហោមណាព្រះអង្គមកគង់នៅក្នុងទីនេះណាចម្ងាយដីគឺ8យោជន៍ញាតិញោមពីក្រុងរាជក្រឹស្នមកកាន់ទីនេះណាព្រះអង្គចេញពីវេលវ័នមកនោះណាចម្ងាយផ្លូវ8យោជន៍មកគង់ចាំភាសានៅក្នុងគោដាគិរសាលានេះព្រៃមហាវ័ននេះចំណែកឯពនាងពជាបតិកោតមីដែលជាព្រះមេត្តានោះណាពនាងសង្វែកក្នុងសន្តានចិត្តណាមួយព្រះស្វាមីព្រះបាទសទ្ធោទនៈណាបានសុគតចោលពនាងទៅហើយព្រះនុនដែលជាបុត្ររបស់ពនាងហ្នឹងក៏ចូលមកបួសណាក្នុងពុទ្ធសាសនាចោលពនាងទៅហើយព្រះនេតាព្រះរាហុលនោះក៏មកបួសចោលពនាងអស់ទៅពនាងសង្វែកណាហើយមានសទ្ធាជ្រះថ្លាចង់បួសហ្នឹងទៅពនាងណាប្រមូលនៅសាកយានីដែលជាមហេសីរបស់រាជបុត្រទាំង500អង្គហ្នឹងហើយជួបជុំគ្នាហើយសម្រេចចិត្តថាបួសដើម្បីបូជាចំពោះព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធក៏នាំគ្នាកោសក់ញាតិញោមកោសក់តាំងពីនគរកបិលភ័ស្តុមករហូតចឹងមកដែលទាំង500អង្គហើយក៏បានយកនៅសម្ពុតកាសាវៈដែលជាលក់ដោយទឹកអំចត់នឹងរុំខ្លួនមកណាហើយនិមន្តយាងមកនឹងដោយប្របាទទេពនាងណាកោតមីហ្នឹងនិមន្តយាងមកនឹងដោយប្របាទទេមានប្របាទនឹងដើរយូរទៅក៏ពុះពោដែលចេញឈាមតាមប្របាទពងតាមប្របាទអីដែលនិមន្តដល់មកត្រង់ខ្លោងទ្វារនាគោដាគិរសាលាហ្នឹងហើយញាតិញោមណាពនាងពជាបតិកោតមីមិនហ៊ានចូលទេទ្រង់ព្រះកន្សែងនៅខាងក្រៅឯណោះញាតិញោមណាព្រះកន្សែងសោយសោកន្ទុកកន្ទិញនឹងទឹកភ្នែកណាជោគពលរបស់ពនាងហ្នឹងទៅព្រះអនន្តដែលកំពុងតែបោះសម្អាតនៅទីធ្លាណាវត្តហ្នឹងក៏បានកលេចឃើញពនាងព្រះអនន្តបានទៅជួបណាសួរសាក់សួរសុខទុក្ខពនាងរួចឲ្យពោលថាហេតុអីបច្ច័យអីបានជាពនាងសោយព្រះកន្សែងយ៉ាងដូចនេះហើយក៏មិនយាងចូលទៅក្នុងវត្តដើម្បីគាល់ព្រះសម្មាសម្ពុទ្ធពនាងពជាបតិកោតមីបានរៀបរាប់ថាព្រះសម្មាសម្ពុទ្ធទ្រង់មិនអនុញ្ញាតឲ្យស្ត្រីចូលបួសក្នុងធម្មវិន័យរបស់ព្រះអង្គទេទៅព្រះអនន្តណាបានប្រាប់ពនាងថាសូមអ្នកនាងម្ចាស់បងអង្គចាំសិនចាំអាត្មាទៅគាល់ព្រះសម្មាសម្ពុទ្ធដើម្បីសូមព្រះអង្គដើម្បីអនុញ្ញាតព្រះអនន្តចូលមកប្រកបព្រះអង្គក្នុងទីនេះថ្វាយបង្គំព្រះអង្គហើយគង់ក្នុងទីដ៏សមគួរហើយទៅពោលថាបបិទ្ធព្រះអង្គដោយចម្រើនសូមព្រះអង្គមេត្តាអនុគ្រោះឲ្យពនាងពជាបតិកោតមីស្ត្រីបួសក្នុងសាសនារបស់ព្រះអង្គផងព្រះអង្គដែលព្រះសម្មាសម្ពុទ្ធមិនទ្រង់អនុញ្ញាតឲ្យស្ត្រីបួសទេព្រះអនន្តសំរហូតដល់ទៅ3ដងក៏ព្រះសម្មាសម្ពុទ្ធទ្រង់មិនអនុញ្ញាតទៅព្រះអនន្តបានពិចារណាថាបើសិនជាហេតុនេះដែលព្រះអនន្តនឹងសួរដល់ធម៌វិន័យសម្រាប់ការត្រាស់ដឹងនៅសច្ចធម៌ចំពោះព្រះអង្គទៅពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនបើសិនជាស្ត្រីមានសទ្ធាជ្រះថ្លាចូលបួសក្នុងពុទ្ធសាសនាណាតើស្ត្រីនោះអាចញ៉ាំងមគ្គផលបានដែរឬទេអាចសម្រេចនៅសោតាបត្តមគ្គសោតាបត្តផលសកតាគាមិមគ្គសកតាគាមិផលអនាគាមិមគ្គអនាគាមិផលអរហត្តមគ្គអរហត្តផលបានទេព្រះអង្គទៅព្រះអង្គទ្រង់ពោលថាមនាលអនន្តបើស្ត្រីបួសក្នុងធម្មវិន័យនេះក៏អាចញ៉ាំងនៅសោតាសកតាអនាគាអរហត្តនឹងឲ្យសម្រេចទៅបានដែរព្រះអនន្តបានឱកាសពោលណាទូលព្រះអង្គបបិទ្ធព្រះអង្គដ៏ចម្រើនពនាងពជាបតិកោតមីជាព្រះមេត្តារបស់ព្រះអង្គពនាងមានគុណលើព្រះអង្គណាស់កាលដែលព្រះអង្គប្រសូតព្រះមេត្តាសោយទីបង្គត់ទៅពនាងពជាបតិកោតមីបីបាច់ថែរក្សាព្រះអង្គបំបើព្រះអង្គដោយទឹកណាខ្សីណាសម្រាប់ណាព្រះអង្គតាំងពីព្រះអង្គនៅព្រះរាជកុមារពនាងបានយកចិត្តទុកដាក់ថែរក្សាព្រះអង្គជំនួសណាព្រះមេត្តារហូតមកបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គមេត្តាអនុគ្រោះឲ្យពនាងពជាបតិកោតមីបានបួសផងព្រះអង្គទៅព្រះអង្គបានពោលណាបានពោលនឹងណាព្រះអនន្តថាមនាលអនន្តបើសិនជាពនាងពជាបតិកោតមីទទួលយកនៅគរុធម៌8ប្រការបានឧបសម្បទារបស់ពនាង
នឹងកើតមានដល់ពនាងចាក់ជាពំខានទេគរុធម៌8ប្រការនោះព្រះអង្គទ្រង់បានបង្រៀនព្រះអនន្តភិក្ខុនៃសង្ឃទោះបីមានវស្សា100ក្តីក៏ត្រូវថ្វាយបង្គំភិក្ខុសូម្បីបួសក្នុងថ្ងៃនោះភិក្ខុនៃត្រូវគោរពនៅធម៌នោះអស់មួយជីវិតទី2គឺភិក្ខុនៃក៏បីនៅចាំវស្សាក្នុងអាវាសដែលមិនមានភិក្ខុមិនគប្បីចាំវស្សាក្នុងសំណាក់ដែលមិនមានភិក្ខុទេហើយត្រូវគោរពធម៌នឹងអស់មួយជីវិតទី3ភិក្ខុនៃត្រូវខ្វល់ខ្វាយនៅធម៌2ប្រការគឺសួររកថ្ងៃឧបោសថមួយនឹងចូលទៅស្ដាប់អាវាសរបស់ភិក្ខុក្នុងសំណាក់ភិក្ខុសង្ឃក្នុងកន្លះខែម្ដងភិក្ខុនៃត្រូវគោរពធម៌នោះអស់មួយជីវិតចុះ4នឹងភិក្ខុនៃត្រូវចេញវស្សាហើយត្រូវបវរណាក្នុងភិក្ខុសង្ឃទាំងពីរផ្នែកគឺភិក្ខុសង្ឃផងភិក្ខុនៃសង្ឃផងភិក្ខុនៃត្រូវប្រតិបត្តិធម៌នឹងអស់មួយជីវិត5ភិក្ខុនៃបើសិនជាត្រូវបាត់សង្ឃាទិសេសហើយត្រូវចូលប្រព្រឹត្តបក្ខមេណាត់ក្នុងសង្ឃទាំងពីរភិក្ខុនៃត្រូវប្រតិបត្តិធម៌នឹងអស់មួយជីវិត6ភិក្ខុនៃត្រូវស្វែងរកឧបសម្បទាដល់សិក្ខមាណាអ្នកសិក្សាក្នុងធម៌ទាំង6អស់រយៈកាល2ឆ្នាំហើយក្នុងសំណាក់សង្ឃទាំងពីរភិក្ខុនៃត្រូវប្រតិបត្តិធម៌នេះអស់មួយជីវិត7ភិក្ខុនៃមិនគប្បីជេរភិក្ខុដោយបរិយាយណាមួយឡើយភិក្ខុនៃត្រូវប្រតិបត្តិធម៌នេះដល់មួយជីវិត8ភិក្ខុនៃមិនគប្បីទូលមានភិក្ខុតែឲ្យភិក្ខុសង្ឃនឹងទូលមានភិក្ខុនៃវិញភិក្ខុនៃត្រូវប្រតិបត្តិនៅធម៌នេះអស់មួយជីវិតកាលណាបើពនាងបជាបតិកោតមីទទួលគរុធម៌ទាំង8នឹងហើយឧបសម្បទានឹងកើតមានដល់ពនាងហើយនៅកាលនោះព្រះអនន្តបានរៀននៅគរុធម៌អំពីព្រះសម្មាសម្ពុទ្ធហើយបានទៅជួបនឹងពនាងបជាបតិកោតមីពោលថាបបិទ្ធអ្នកនាងម្ចាស់ព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់អនុញ្ញាតឲ្យស្ត្រីបួសក្នុងពុទ្ធសាសនាបានលុះត្រាតែពនាងប្រព្រឹត្តនៅគរុធម៌ទាំង8យ៉ាងទៅពនាងបជាបតិកោតមីបាត់សោយសោកទៅមានសេចក្តីត្រេកអរជ្រះថ្លានៅក្នុងពុទ្ធសាសនាណាព្រមទទួលនៅគរុធម៌ទាំង8រួចជាប់សពគ្រប់ហើយទៅព្រះអនន្តមកទូលដល់ព្រះសម្មាសម្ពុទ្ធថាពនាងបជាបតិកោតមីបានទទួលយកគរុធម៌ទាំង8ប្រការនឹងហើយព្រះអង្គព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ពោលថាបើសិនជាបជាបតិកោតមីទទួលគរុធម៌ទាំង8យ៉ាងនេះហើយឧបសម្បទានឹងមានដល់ភិក្ខុនៃ